ជំរាបសួរទាំងអស់គ្នាយើងតមកវីដេអូទៀតអញ្ចឹងយើងបាននិយាយគ្នាហើយចំពោះ function ខាងលើហ្នឹង recursive ក៏ខ្ញុំបានធ្វើឲ្យដែរអញ្ចឹងឥឡូវហ្នឹងខ្ញុំនិយាយពី overloading function ពីរនេះទុកក្រោយអញ្ចឹងឥឡូវហ្នឹងខ្ញុំនិយាយពី overloading function អញ្ចឹង overloading function ហ្នឹងវាជាអីគេអញ្ចឹង overloading function ហ្នឹងវាជា function មួយដែលវាមានឈ្មោះដូចគ្នាប៉ុន្តែមានប្រភេទ parameter ខុសគ្នាហើយធ្វើការ operation ក៏ខុសគ្នាដែរគាត់ថា overloading function ហ្នឹងយើងប្រើវានៅពេលដែលយើងធ្វើការងារខុសគ្នាប៉ុន្តែយើងចង់ដាក់ឈ្មោះ function ឲ្យវាដូចគ្នាឥឡូវមកខាត់ពេលយើងទៅតេស្តទាំងអស់គ្នាអញ្ចឹង overloading function ជាអីគេឥឡូវយើងមើលទាំងអស់គ្នា include iostream using namespace std in main return 0 អញ្ចឹងឥឡូវខ្ញុំបង្កើត function មួយដែលមាន return type ជា in មួយចុះបន្ទាប់មកទៀតខ្ញុំមានជាមួយដាក់ថាឥឡូវ addition ឥឡូវដាក់ addition ខ្ញុំចង់បូកតម្លៃ in a in b return a បូក b in addition ណាមើលទាំងអស់គ្នាអញ្ចឹងបន្ទាប់មកទៀតខ្ញុំហៅ function នឹងយកមកប្រើខ្ញុំដាក់ in result 1 ស្មើ addition 8យ៉ាងមកបន្ទាប់មកទៀតខ្ញុំ cout ខ្ញុំដាក់អញ្ចឹងណាបងប្អូនគ្នាអញ្ចឹងនៅពេលដែលខ្ញុំតេស្ត5 + 3 ស្មើ8 system cls អញ្ចឹងអានេះវាគ្រាន់តែជាប្រភេទ function ធម្មតាបងប្អូនគ្នាដែលមាន return type ហើយមាន parameter បន្ទាប់មកយើង return តម្លៃវាបូកទៅបន្ទាប់មកទៀតយើងបង្ហាញ result វាអញ្ចឹងធ្វើម៉េចបានដឹងថាវាជា overloading អញ្ចឹង overloading វាជាប្រភេទ function ដែលមាន return type ខុសគ្នាប៉ុន្តែឈ្មោះដូចគ្នាខ្ញុំដាក់ឈ្មោះដូចគ្នា addition ដូចគ្នាទៀតគ្រាន់តែខុស parameter ខុស type ហើយ return type ខុសតែប៉ុណ្ណឹងតែឈ្មោះ function ដូចគ្នានិយាយទៅឈ្មោះ function ហ្នឹងដូចគ្នាតែគាត់ថាធ្វើប្រតិបត្តិការខុសគ្នាឥឡូវឧទាហរណ៍ខ្ញុំដាក់ថាគុណខ្ញុំដាក់ថាគុណណាតមកទៀតខ្ញុំបង្កើតមួយទៀតខ្ញុំដាក់ថា in result 2 ស្មើ addition 5.0 3.0 អាយ៉ាទាំងអស់គ្នានោះកាត់អីចេះលេះឥឡូវទៅសិននោះទាំងអស់គ្នាកាត់អីឥឡូវខ្ញុំដាក់បូកដែរមកអត់កើតទេទាំងអស់គ្នាខុសយើងដូចជាធ្វើខុសអីមួយហើយឥឡូវឧទាហរណ៍ខ្ញុំដាក់ចំមានរឿងអីទាំងអស់គ្នាបានខុសឥឡូវខ្ញុំសុំរានមើលចង់នឹងទៅវាខុសអីអូគេឲ្យប្រើ double មែនតែមិនក៏ត្រូវប្រើ doubleទាំងអស់គ្នាឥឡូវខ្ញុំសុំទៅស្វែងរកបញ្ហាមួយផ្លែតខុសអីគេជាស្រ័យទាំងអស់គ្នាឥឡូវខ្ញុំមកវិញហើយអញ្ចឹង function ហ្នឹង error ដោយសារអានេះវាចាប់តម្លៃ double auto ដល់ពេលអញ្ចឹង compiler វាចាប់តម្លៃ double ដល់ពេលយើងអត់ specify ថាវាជាតម្លៃអីអានេះយើងដាក់ float តែវាចាប់តម្លៃ double អញ្ចឹង error អញ្ចឹងនៅពេលដែលយើងអត់ចង់ error យើងគាត់ដាក់ f មកនេះហើយបាទឥឡូវខ្ញុំដាក់ f តែមួយក៏បានដែរចេញមកវាចេញហើយបើសិនជាអត់ដាក់ f ទេវាអត់បញ្ជាក់ថាតម្លៃហ្នឹងជាអីវាចាប់ double ដល់ពេលអញ្ចឹងយើងដាក់នេះ float វាអត់ចាប់ float ទេអញ្ចឹងតោះយើងដាក់ f មួយមកហើយយើង run មកអត់មានខុស logic ទេទាំងអស់គ្នាគ្រាន់តែថាវាខុសតម្លៃទាំងអស់គ្នាវាខុសអានេះយើងផ្លេចដាក់ f អញ្ចឹងណា specify ថាវាជា float អីចឹងណាដល់ពេលវាចាប់ double ដល់ពេលអានេះយើងដាក់ float វា error ហើយប៉ុន្តែចំពោះ code យើងគឺត្រូវហើយនឹងគេហៅ overloading function គឺវាជា function អញ្ចឹងមានឈ្មោះ
function ដូចគ្នាប៉ុន្តែខុស parameter ខុស return type តែប៉ុណ្្នឹងឯងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនអានឹងខ្លីជាងគេអញ្ចឹងអាពីរនេះខ្ញុំនឹងធ្វើមកវីដេអូទៀតចប់ function យើងចូលទៅ array នេះយ៉ាប៉ុណ្្នឹងបងប្អូន